អ៊ីរ៉ង់ដាក់លក្ខខណ្ឌផ្ដាច់ការបើចង់ឲ្យមានបទឈប់បាញ់អាមេរិកត្រូវដកទ័ពចេញពីតំបន់ឈូកសមុទ្រពាក់សន្តិភាពគ្រាន់តែជាការយល់សប្តិខណៈដែលពិភពលោកកំពុងសាទរការផ្អាកវាយប្រហារ5ថ្ងៃរបស់លោកដូណាល់ត្រាំប៉ុន្តែនៅប៉ុន្មានម៉ោងចុងក្រោយនេះអ៊ីរ៉ង់បានទម្លាក់គ្រាប់បែកនយោបាយមុខវិញជាមួយនឹងលក្ខខណ្ឌដែលអាមេរិកស្ទើរតែទទួលយកមិនបានយោងតាមការចុះផ្សាយរបស់ CNBC ភាគីអ៊ីរ៉ង់បានដាក់លក្ខខណ្ឌចំនួន4ដើម្បីដោះដូរកិច្ចព្រមព្រៀងបទឈប់បាញ់ទី1អាមេរិកត្រូវបិទមូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅតំបន់ឈូងសមុទ្រពាក់ទាំងមូលទី2ត្រូវដកទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ចេញឲ្យអស់ទី3ត្រូវបង់កម្រៃសេវាសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញទី4ត្រូវបញ្ឈប់ការគៀបសង្កត់លើក្រុម Hezbollah នៅលីបង់សំណួរសួរថាតើលោកដូណាល់ត្រាំយល់ព្រមដែរឬទេអ្នកវិភាគយល់ថាលក្ខខណ្ឌទាំងនេះគឺជាការឌឺដងត្រឡប់ទៅវិញព្រោះអ៊ីរ៉ង់ដឹងច្បាស់ថាអាមេរិកមិនងាយនឹងដកទ័ពចេញពីតំបន់យុទ្ធសាស្ត្រនេះឡើយមានន័យថាអសន្និបាត5ថ្ងៃរបស់លោកត្រាំអាចនឹងក្លាយជាផ្សែងបើកិច្ចការចរចាមិនត្រូវរើគ្នាតើនេះជាការចរចាដើម្បីសន្តិភាពឬគ្រាន់តែជាការទិញពេលវេលាដើម្បីត្រៀមសង្គ្រាមធំជាងមុន